តបលាវមានប្រមាណជា 50000 នាក់ចុះតាមទន្លេមេគង្គនិងប្រមាណ 70000 នាក់ទៀតចូលមកតាមផ្លូវគោកទបលាវបរាជ័យទាំងស្រុងខ្មែរចាប់បានឆ្លើយសឹកជាច្រើនបាច់លាវបានរត់គេចខ្លួនរួចបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាតាមរយៈ Channel ប្រវត្តិនៅថ្ងៃដែល Admin នឹងលើកយកនៅប្រវត្តិមួយទៀតគឺតាក់ទងទៅនឹងជ័យជំនះលើទ័ពលាវនិងការប្រជល់ដំរីដូច្នេះសូមពុកម៉ែបងប្អូនមកតាមដានស្ដាប់ជាមួយយើងខ្ញុំដូចតទៅនៅគ្រិស្តសករាជ 1572 សាច់លាវបញ្ជូនដំរីមួយកម្ពស់ 8 ហត្ថទាហាន 1000 នាក់និងមន្ត្រី 2 នាក់មកនគរខ្មែរសាច់លាវស្នើសុំភ្នាល់ប្រជល់ដំរីនោះនិងដំរីខ្លាំងបំផុតរបស់ខ្មែរតែខសន្យាគឺថាបើដំរីនគរណាចាញ់នគរនោះត្រូវចំណុះនគរដែលមានដំរីឈ្នះការប្រជល់ដំរីប្រព្រឹត្តទៅនៅក្បែរក្រុងលង្វែកដំរីខ្មែរមានកម្ពស់ 8 ហត្ថតែក្លាហានណាស់ហើយឈ្នះដំរីលាវព្រះបរមរាជាចាប់យកពលទាហានទាំង 1000 នាក់ទុកជាឆ្លើយសិនហើយបញ្ជូនតែមន្ត្រី 2 នាក់នោះត្រឡប់ទៅវិញបរាជ័យនេះធ្វើសាច់លាវអាប់មុខរួចក៏ចងគំនុំសងសឹកសាច់លាវក៏លើកទ័ពចូលមកវាយនគរខ្មែរទ័ពលាវមានប្រមាណជា 50000 នាក់ចុះតាមទន្លេមេគង្គនិងប្រមាណ 70000 នាក់ទៀតចូលមកតាមផ្លូវគោកទ័ពលាវបរាជ័យទាំងស្រុងខ្មែរចាប់បានឆ្លើយសឹកជាច្រើនបាច់លាវបានរត់គេចខ្លួនរួចនៅឆ្នាំ 1574 ស្ដេចលាវលើកទ័ពមកវាយនគរខ្មែរជាលើកទី 2 តែត្រូវបរាជ័យទៀតបន្ទាប់មកព្រះរាជាណាចក្រខ្មែរបានរស់នៅក្នុងសុខសន្តិភាពឡើងវិញប៉ុន្តែមិនយូរប៉ុន្មានសៀមជាត្រូវចាស់ក៏បានចាប់ផ្ដើមធ្វើសង្គ្រាមជាថ្មីម្ដងទៀតនៅឆ្នាំ 1588បាទអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះ Admin សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត